បាទសូមជម្រាបសួរបាទទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់បាទទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំបាទសំណាងពិសីនឹងឲ្យចង់បង្ហាញរបស់ថ្មីចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាទាក់ទងទៅនឹងវត្ថុនៃអបិយជំនឿដែលខ្មែរយើងហៅថាជាវត្ថុមង្គលឬវត្ថុស័ក្តិសិទ្ធិអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លងមកខ្ញុំធ្លាប់ផុសតានាងពួនប្រភេទគុជប្រភេទថ្មនិងប្រភេទពួកក្រមកម្មលតអីជាដើមនឹងឲ្យខានផុសតាក់ទងទៅនឹងអាស័យយូរហើយអញ្ចឹងណានឹងអញ្ចឹងណាខ្ញុំសូមចែករំលែកក៏ដូចជាបង្ហាញពុកម៉ែបងប្អូនតាក់ទងទៅនឹងបាទវត្ថុមង្គលបាទដែលជាវត្ថុនៃអបិយជំនឿដែលចេញពីដើមអាស័យហ្នឹងហើយអញ្ចឹងនៅក្នុងដៃខ្ញុំនេះគឺជាប្រភេទណាក្លឹមអាស័យជាប្រភេទក្លឹមគុលហ្នឹងហើយសួរថាមូលហេតុអីបានខ្ញុំយកអាស័យនេះមកសាងបាទសាងរូបជាលោកតាអេសីចង្ក្រាំឬក៏យើងហៅថាអេសីប្រសាទបាទពីព្រោះឲ្យតាក់ទងទៅនឹងវត្ថុនៃអបិយជំនឿនេះបាទដែលកាត់ឡើងចេញពីអត្ថន័យធម្មជាតិនេះបាទបើយើងនិយាយផ្ដោតទៅលើក្លឹមអាស័យដែលខ្ញុំកាន់នេះបាទគឺជាប្រភេទដើមអាស័យមួយដើមដែលយើងហៅថាបាទអាស័យចាក់ធ្លុះបាទអាស័យចាក់ធ្លុះដើមអាស័យបាទប៉ុន្តែអាស័យចាក់ធ្លុះដើមអាស័យនេះគឺជាប្រភេទបាទដើមអាស័យខ្នាតធំហ្នឹងហើយវាចាក់ដើមខ្លួនវាណានិយាយទៅគឺវាមកគុំរបស់វាហ្នឹងគឺវាចាក់ដើមខ្លួនវាហ្នឹងហើយវាមានមួយដើមចាក់ដើមអាស័យខ្លួនវាអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយទើបខ្ញុំបាទកាត់ដើមអាស័យបាទដែលជាប្រភេទដើមអឋានហ្នឹងហើយដែលជាអឋានចាក់ធ្លុះដើមអាស័យបាទយកមកសាងជាលោកតាអេសីប្រសាទឬក៏យើងហៅថាអេសីចង្ក្រាំហ្នឹងហើយអញ្ចឹងខាងគល់ដែលតាន់នេះបាទដែលជាប្រភេទក្លឹបនេះបាទគឺខ្ញុំកាត់ចេញពីដើមអាស័យបាទដែលចាក់ធ្លុះដើមអាស័យគឺជាប្រភេទដើមអាស័យដែលជាអឋានទម្លុះទម្លាយដែលយើងហៅថាអេសីទម្លុះទម្លាយណាហ្នឹងហើយអញ្ចឹងតកតងទៅនឹងអេសីចង្ក្រាំឬក៏យើងហៅថាអេសីប្រសាទដែលសាងចេញពីបាទដើមអាស័យចាក់ធ្លុះដើមអាស័យនេះគឺពិសេសពិសាលមែនទែនបាទហ្នឹងហើយបើយើងនិយាយខាងផ្នែកទៅលើមន្តអាគមបាទបែបមន្តអាគមវិជាប្រភេទអេសីចាក់ធ្លុះដើមអាស័យនេះបាទឬក៏អេសីទម្លុះទម្លាយនេះបាទគឺគេប្រើខាងបាទសឹកមន្តអាគមបាទប្រើខាងសឹកមន្តអាគមបាទផ្ចាញ់ផ្ចាលនៃរាល់អំពើខ្មៅហ្នឹងហើយខ្មោចអមនុស្សព្រាយបិសាចជាដើមណាពុកម៉ែបងប្អូនហ្នឹងហើយសម្រាប់មួយអង្គនេះគឺជាមួយអង្គដែលបាទដាក់តាំងបាទនៅលើហឹងឬក៏លើទីបាទស្លាសនៈរបស់យើងអញ្ចឹងណាហ្នឹងហើយនៅលើទីអាសនៈរបស់យើងហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ចង់បានហ្នឹងហើយលោកតាអេសីចង្ក្រាំឬក៏យើងហៅថាអេសីប្រសាទនេះដែលសាងចេញពីដើមអាស័យចាក់ធ្លុះដើមអាស័យដែលយើងហៅថាអេសីទម្លុះអេសីទម្លាយនេះពុកម៉ែបងប្អូនស្រឡាញ់អាចចែកជាទៅបានណាហ្នឹងហើយអញ្ចឹងសូមបញ្ជាក់ណាពុកម៉ែបងប្អូនបាទនេះគឺជាខាងគល់បាទដែលចាក់ទម្លុះបាទពីដើមអាស័យទៅហ្នឹងហើយបាទហើយនេះគឺជាដើមអឋានបាទចំណែកចុងអឋានគឺដើមមាននៅខ្ចីបើយើងនិយាយរាប់ថយក្រោយទៅរយៈពេល6 7ឆ្នាំមុនណាហ្នឹងហើយអញ្ចឹងរបស់នេះគឺសាងយូរហើយណាមិនមែនទៅតែសាងឥឡូវទេបាទសាងយូរហើយណាហ្នឹងហើយសាងយូរហើយកាលនោះដូចជា6 7 8ឆ្នាំមុនហ្នឹងហើយគឺខ្ញុំរកបានហ្នឹងហើយជាមួយនឹងបងប្រុសរបស់ខ្ញុំកាលដែលខ្ញុំនៅរកអាស័យដបងអញ្ចឹងណានិយាយទៅអាចថាក្បែរ10ឆ្នាំជាងចុះប៉ុន្តែខ្ញុំនិយាយត្រឹមតែ7 8ឆ្នាំចុះហ្នឹងហើយបើនិយាយពីអាយុកាលដែលខ្ញុំដើររោហ្នឹងខ្ញុំដើររោយូរណាស់ហើយបាទទៅថាបានអាស័យនេះមកណាប៉ុន្តែខ្ញុំរាប់ត្រឹមតែ7 8ឆ្នាំចុះហ្នឹងហើយកុំឲ្យវាច្រើនពេកអញ្ចឹងណាហ្នឹងហើយការដែលបានកាលនោះដូចខ្ញុំនិយាយមិនអញ្ចឹងបាទដើមអាស័យមួយដើមនេះគឺចាក់ទម្លុះដើមអាស័យខ្លួនឯងហ្នឹងហើយចំណែកចុងអឋានកាលនោះបាទខាងចុងគឺវានៅខ្ចីពេកអញ្ចឹងខ្ញុំមិនអាចយកឆ្លាក់បានទេប៉ុន្តែនៅខាងគល់បាទខាងគល់ដើមអាស័យនេះគឺវាតាន់បាទវាតាន់ហើយបាទគឺវាក្លឹមទៅទៀតអញ្ចឹងហើយទើបខ្ញុំកាត់ខាងគល់ដែលជាដើមអឋាននេះយកមកឆ្លាក់យកមករົບថែរក្សាហ្នឹងហើយតាំងពីខ្ញុំមានអាសនៈដំបូងម្លេះហ្នឹងហើយនិយាយរួមទៅមុននឹងខ្ញុំមានអាសនៈទៅទៀតដល់ពេលដែលយើងចាប់ដើមធ្វើអាសនៈសូត្រឡើងគ្រូឡើងអីបាទគឺយើងតម្រូវឲ្យឆ្លាក់លោកតាអេសីបាទដែលយើងហៅថាអេសីទម្លុះអេសីទម្លាយហ្នឹងហើយយកមកឆ្លាក់ជាលោកតាអេសីចង្ក្រាំនេះបាទអេសីប្រសាទនេះយកមកដាក់លើអាសនៈដើម្បីគ្រប់ថែរក្សាហើយក៏មានការដាស់សូត្រឡើងគ្រូនៅលើអាសនៈរបស់ខ្ញុំក៏មានលោកតាអេសីមួយអង្គនេះដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ចង់បានណាយកទៅគ្រប់ថែរក្សាបន្តពីខ្ញុំពុកម៉ែបងប្អូនអាចចែកជាទៅបានណាហ្នឹងហើយពលរបស់នេះខ្ញុំថែយូរហើយណាហ្នឹងហើយហើយណាមួយខ្ញុំក៏កាន់ផុសអាស័យយូរដែរអញ្ចឹងពុកម៉ែបងប្អូនស្រឡាញ់អាចចែកជាពីបងទៅបានអញ្ចឹងខ្ញុំបាទសំណាងពិសីមានតែប៉ុណ្ណេះទេណាពុកម៉ែបងប្អូនបាទសូមអរគុណបាទសូមជម្រាបបាទ